Good morning, Chairman McCormick. អរុនសួស្តីលោកប្រធាន McCormick លោកស្រី Rosen សមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការនិងសមាជិកកិត្តិយសទាំងអស់ខ្ញុំមានកិត្តិយសណាស់ដែលបានចូលរួមនៅទីនេះនៅក្នុងថ្ងៃនេះខ្ញុំសូមអរគុណចំពោះទំនុកចិត្តរបស់លោកប្រធានាធិបតី Trump និងលោករដ្ឋមន្ត្រីការបរទេស Rubio ដែលបានតែងតាំងខ្ញុំឲ្យបម្រើការជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពរឹងមាំជាងកាលពីប្រមាណឆ្នាំមុនហើយសន្ទុះនៃទំនាក់ទំនងនេះគឺពិតជាកំពុងរីកចម្រើនការដឹកនាំរបស់លោកប្រធានាធិបតី Trump ក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃបានបើកទំព័រថ្មីមួយជាមួយលោកហ៊ុនម៉ាណែតនិងរដ្ឋាភិបាលរបស់លោកនេះគឺជាឱកាសមួយដែលរដ្ឋបាលលោក Trump កំពុងបន្តកសាងបន្ថែមទោះជាយ៉ាងណាខ្ញុំមិនអាចមើលរំលងពីបញ្ហាប្រឈមដែលនៅមាននោះទេវឌ្ឍនភាពបន្តទៅមុខនៃទំនាក់ទំនងទ្វេភាគីអាស្រ័យលើការដែលកម្ពុជាចាត់វិធានការជាក់ស្ដែងលើបញ្ហាមួយចំនួនអាទិភាពចម្បងរបស់ខ្ញុំគឺការបង្ក្រាបការឆបោកតាមអនឡាញនិងបណ្ដាញឧក្រិដ្ឋកម្មដែលនៅពីក្រោយសកម្មភាពទាំងនោះប្រតិបត្តិការទាំងនេះបានបណ្ដាលឲ្យពលរដ្ឋអាមេរិកខាតបង់ប្រាក់រាប់សិបពាន់លានដុល្លារប្រសិនបើខ្ញុំត្រូវបានអនុម័តជ្រើសតាំងខ្ញុំនឹងធ្វើការជាមួយកម្ពុជានិងដៃគូក្នុងតំបន់ដើម្បីសម្រេចលទ្ធផលជាក់ស្ដែងកម្ពុជាមានឱកាសក្លាយជាដៃគូដែលកាន់តែសំខាន់មិនមែនជាចំណុចងាយរងគ្រោះផ្នែកយុទ្ធសាស្ត្រនោះទេខ្ញុំត្រៀមខ្លួនក្នុងការបំពេញតួនាទីនេះដោយគោរពដល់ពេលវេលារបស់គណៈកម្មាធិការខ្ញុំសូមបញ្ចប់សក្ខីកម្មត្រឹមនេះនិងដាក់ជូនឯកសារដែលនៅសល់សម្រាប់កំណត់ត្រាផ្លូវការសូមអរគុណចំពោះឱកាសនេះខ្ញុំទន្ទឹងរង់ចាំឆ្លើយសំណួររបស់លោកអ្នក Thank you for this opportunity. I look forward to your questions. So we're going to now begin questions from the members. សូមអរគុណឥឡូវនេះខ្ញុំចាប់ផ្ដើមសំណួរពីសមាជិកគណៈកម្មាធិការខ្ញុំនឹងលើកពេលសួរសំណួររបស់ខ្ញុំសិនហើយសូមប្រគល់វេលានេះទៅសមាជិកព្រឹទ្ធសភាដែរនេះលោកប្រធាន McCormick សូមអរគុណលោក Anderson ដោយសារកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលលោក Trump និងអាស៊ានកាលពីឆ្នាំមុនយើងបានឃើញកិច្ចព្រមព្រៀងសន្តិភាពរវាងថៃនិងកម្ពុជាដែលបានបញ្ឈប់ការប៉ះទង្គិចដល់បង្ហូរឈាមនៅតាមព្រំដែនលោកក៏បានលើកឡើងពីចំណុចនេះក្នុងសក្ខីកម្មរបស់លោកផងដែរមើលទៅអនាគតតើលោកយល់ឃើញយ៉ាងដូចម្ដេចចំពោះតួនាទីនៃភាពជាដៃគូនិងវេទិកាតំបន់ក្នុងការពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតំបន់អាស៊ីអាគ្នេយ៍ព្រមទាំងស្ថិរភាពនៅក្នុងតំបន់ and regional stability across Southeast Asia. Thank you for that question, Senator, and thank you for the kind. សូមអរគុណចំពោះសំណួរនេះលោកសមាជិកព្រឹទ្ធសភានិងសូមអរគុណចំពោះការណែនាំដ៏កក់ក្ដៅខ្ញុំគិតថានេះគឺជាសំណួរដ៏សំខាន់ដែលមិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេប៉ុន្តែសម្ព័ន្ធមិត្តរបស់យើងនៅក្នុងតំបន់ក៏កំពុងស្វែងរកចម្លើយដូចគ្នាជាក់ស្ដែងអាស៊ានគឺជាដៃគូក្នុងតំបន់ដ៏សំខាន់មួយហើយខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយនឹងឯកអគ្គរដ្ឋទូតគីមដើម្បីជំរុញអធិភាពទាំងនោះប៉ុន្តែបើយើងក្រឡេកមើលគម្រោងផ្សេងៗដែលមាននៅក្នុងតំបន់ខ្ញុំគិតថាភាពជាដៃគូមេគង្គសហរដ្ឋអាមេរិកគឺជាផ្នែកមួយសំខាន់នេះគឺជាវេទិកាតំបន់មួយដែលលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងធនធានធម្មជាតិក្នុងចំណោមប្រទេសទាំង5នៅតំបន់មេគង្គយើងកំពុងឃើញកិច្ចសហការនេះរីកចម្រើននិងរួមបញ្ចូលគម្រោងរួមមួយចំនួនជាមួយប្រទេសជប៉ុនផងដែរខ្ញុំគិតថាការប្រើប្រាស់វេទិកានេះគឺជាឱកាសដ៏ល្អមួយក្នុងការជំរុញតំបន់និងទាញយកអត្ថប្រយោជន៍ពីសុទ្ធិនិយមដែលកំពុងតែមានស្រាប់ The optimism that is currently there. Earlier this year, the USS កាលពីដើមឆ្នាំនេះនាវាចម្បាំង USS Cincinnati របស់សហរដ្ឋអាមេរិកបានធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពជើងទឹករៀមរបស់កម្ពុជាដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងទំនាក់ទំនងយោធាទ្វេភាគីនិងបញ្ជាក់ឡើងវិញពីសិទ្ធិចូលប្រើប្រាស់កំពង់ផែនេះរបស់សហរដ្ឋអាមេរិកបន្ទាប់ពីការពង្រីកដែលទទួលការគាំទ្រពីប្រទេសចិនវាជាព្រឹត្តិការណ៍ដ៏មានសក្តានុពលមួយសម្រាប់ទំនាក់ទំនងយោធារវាងយើងជាមួយប្រទេសដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍លោក Anderson តែលោកមើលឃើញអនាគតនៃកិច្ចសហប្រតិបត្តិការសន្តិសុខរវាងសហរដ្ឋអាមេរិកនិងកម្ពុជាយ៉ាងដូចម្ដេច Cambodia security cooperation. Again, thank you, sir, and I សូមអរគុណលោកម្ដងទៀតខ្ញុំចង់បញ្ជាក់ថានេះក៏ជាសំណួរដែលសម្ព័ន្ធមិត្តរបស់យើងជាពិសេសបណ្ដាប្រទេស Five Eyes កំពុងសួរដូចគ្នាជាក់ស្ដែងលោកហ៊ុនម៉ាណែតបាននិយាយថាមូលដ្ឋានទ័ពជើងទឹករៀមបើកទូលាយដល់ប្រទេសជាមិត្តទាំងអស់ទោះជាយ៉ាងណាប្រទេសជាច្រើននៅជុំវិញពិភពលោកនៅតែមានចម្ងល់ថាតើរឿងនេះពិតប្រាកដឬយ៉ាងណាខ្ញុំគិតថាជំហានដំបូងដើម្បីឆ្លើយទៅនឹងសំណួរនេះគឺការចូលរួមដោយផ្ទាល់នោះគឺការពង្រឹងកិច្ចសន្ទនាជាមួយរដ្ឋាភិបាលនិងស្វែងរកវិធីអភិវឌ្ឍភាពជាដៃគូទាំងនេះទៅតាមជំហាននិងដោយប្រុងប្រយ័ត្នស្របពេលដែលយើងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនិងកម្ពុជានិយាយម្យ៉ាងទៀតគឺយើងត្រូវធ្វើអ្វីរីកចម្រើនទៅមុខជាមួយគ្នាមិនមែនគ្រាន់តែវិនិយោគឲ្យសង្ឃឹមថានឹងមានការផ្លាស់ប្ដូរនៅពេលក្រោយនោះទេ together, not just pushing an investment and then hoping for change on the back end. U.S. investment in Cambodia. ការវិនិយោគរបស់អាមេរិកនៅកម្ពុជានៅមានកម្រិតនៅឡើយជាពិសេសបើប្រៀបធៀបជាមួយប្រទេសជិតខាងដូចជាវៀតណាមនិងថៃទំនាក់ទំនងសេដ្ឋកិច្ចជាកត្តាសំខាន់មួយក្នុងការជំរុញទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍ប៉ុន្តែរហូតមកដល់ពេលនេះយើងមិនទាន់ទទួលបានជោគជ័យធំដុំណាមួយនៅកម្ពុជានៅឡើយទេលោក Anderson តើលោកអាចបញ្យល់បន្ថែមបានទេថាហេតុអ្វីបានជាបរិយាកាសវិនិយោគនៅកម្ពុជាមានការលំបាកជាប្រវត្តិសាស្ត្រហើយតើលោកនឹងធ្វើដូចម្តេចដើម្បីទាក់ទាញការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកកាន់តែច្រើន
មកកាន់ប្រទេសនេះ U.S. business investment into the country. Yes, thank you, sir. សូមអរគុណលោកប្រសិនបើខ្ញុំត្រូវបានតែងតាំងអតិភិបចម្បងរបស់ខ្ញុំនឹងផ្ដោតទៅលើការបង្ក្រាបទីតាំងបោកប្រាស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខព្រមទាំងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្នែកសេដ្ឋកិច្ចដែលលោកបានលើកឡើងគឺស្ថិតនៅក្នុងអតិភិបទី2នោះហើយក្នុងរយៈពេលជាច្រើនឆ្នាំនៃការងាររបស់ខ្ញុំបានកត់សម្គាល់ឃើញថាមិនថារដ្ឋាភិបាលឬក៏វិស័យឯកជនទេសុទ្ធតែចង់បានស្ថិរភាពនិងភាពអាចព្យាករបានជាប្រវត្តិសាស្ត្រកម្ពុជាមិនទាន់មានលក្ខណៈបែបនោះនៅឡើយទេនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈទំនាក់ទំនងរវាងរដ្ឋាភិបាលអាមេរិកនិងរដ្ឋាភិបាលកម្ពុជាដែលបានប្រែប្រួលឡើងចុះជាច្រើនឆ្នាំមកហើយគោលដៅគឺធ្វើការរួមគ្នាជាមួយកម្ពុជាតាមរយៈការចូលរួមដោយផ្ទាល់ដើម្បីបង្កើតទស្សនវិស័យដែលមានភាពច្បាស់លាស់សម្រាប់អនាគតហើយប្រើប្រាស់គោលនយោបាយមួយចំនួនដែលប្រធានាធិបតី Trump ទើបបានអនុវត្តនាពេលថ្មីៗនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកិច្ចព្រមព្រៀងបើកផ្លូវអាកាសនិងកិច្ចព្រមព្រៀងផ្សេងៗទៀតគឺជាឧបករណ៍សម្រាប់ជំរុញនិងលើកទឹកចិត្តមិនត្រឹមតែការវិនិយោគរបស់អាមេរិកប៉ុណ្ណោះទេប៉ុន្តែថែមទាំងការវិនិយោគសកលនៅកម្ពុជាផងដែរ Global investment into Cambodia. Mr. Anderson, in your remarks to លោក Anderson នៅក្នុងការឆ្លើយតបទៅកាន់សមាជិកព្រឹទ្ធសភា Dennis លោកបានលើកឡើងថាអត្ថប្រយោជន៍ទី1របស់លោកគឺការបង្ក្រាបមជ្ឈមណ្ឌលបោកប្រាស់នៅកម្ពុជាខ្ញុំក៏រីករាយដែរដែលបានលើកដូចនេះទីតាំងបោកប្រាស់ទាំងនេះដែលត្រូវគេស្គាល់ថាជាប្រតិបត្តិការបោកប្រាស់បែបសម្លាប់ជ្រូកទាក់ទាញជនរងគ្រោះឲ្យដាក់ប្រាក់ចូលទៅក្នុងគម្រោងវិនិយោគខ្លាំងៗនិងផែនការឆបោកផ្សេងៗគេប៉ាន់ប្រមាណថាកាលពីឆ្នាំមុនប្រតិបត្តិការទាំងនេះបានធ្វើឲ្យពលរដ្ឋអាមេរិកខាត់បង់ប្រាក់ប្រមាណ$10,000 លានបំផ្លាញជីវភាពរស់នៅប្រាក់សន្សំនិងមូលនិធិសម្រាប់ចូលនិវត្តន៍របស់ពួកគេបញ្ហានេះក៏ពាក់ព័ន្ធនឹងមនុស្សដែលត្រូវបានបង្ខំឲ្យធ្វើការនៅទីតាំងឆបោកទាំងនោះផងដែរមនុស្សជាច្រើនក៏ជាជនរងគ្រោះដែលត្រូវបានបង្ខំឲ្យធ្វើការក្រោមលក្ខខណ្ឌឃោរឃៅនិងអាក្រក់បំផុតរដ្ឋាភិបាលកម្ពុជាបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ក្រាបទីតាំងឆបោកទាំងនេះហើយជាការពិតអាមេរិកក៏បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរតាមរយៈការដាក់ទណ្ឌកម្មការរឹបអូសទ្រព្យសម្បត្តិនិងប្រតិបត្តិការអនុវត្តច្បាប់ប៉ុន្តែទីតាំងឆបោកនៅតែបន្តលេចឡើងជាបន្តបន្ទាប់ប្រសិនបើលោកត្រូវបានអនុម័តឲ្យលោកនឹងធ្វើការជាមួយក្រុមភ្នំពេញយ៉ាងដូចម្តេចដើម្បីបន្តបង្ក្រាបមជ្ឈមណ្ឌលបោកប្រាស់ទាំងនេះឲ្យកាន់តែមានប្រសិទ្ធភាពដែលលោកកំណត់ជាអត្ថប្រយោជន៍ទី1ដែលលោកមានគម្រោងដោះស្រាយបញ្ហានេះយ៉ាងដូចម្តេច tell me how do you think you're going to tackle it? Yes, thank you, Senator. សូមអរគុណលោកសមាជិកប្រសិទ្ធិជាក់ស្ដែងវាចាប់ផ្ដើមពីសុទ្ធតែនិយមនិងទំនាក់ទំនងដែលត្រូវបានកសាងឡើងក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះជាមួយលោកហ៊ុនម៉ាណែតជំហានដំបូងគឺការពិភាក្សាដោយផ្អែកលើការយល់ឃើញជាក់ស្ដែងអំពីស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងទីតាំងឆបោកទាំងនោះនិងការយល់ឃើញរបស់លោកហ៊ុនម៉ាណែតចំពោះអ្វីដែលត្រូវធ្វើបន្តទៀតតាមរយៈទំនាក់ទំនងរវាងប្រទេសទាំងពីរជាក់ស្ដែងយើងបានឃើញលោកប្រធានាធិបតី Trump អនុវត្តវិធានការជាច្រើនក្នុងរយៈពេល1ឆ្នាំចុងក្រោយនេះរួមទាំងប័ណ្ណបញ្ជាប្រតិបត្តិការិយាល័យការបរទេសបានចាត់វិធានការលើបញ្ហាជាច្រើនហើយយើងបានរកអូសទ្រព្យសម្បត្តិជាទម្រង់ Bitcoin ដែលមានតម្លៃលើសពី$1,000 លានលើសពីនេះគណៈកម្មាធិការនេះបានអនុម័តសេចក្តីព្រាងច្បាប់ Scam Act មុននឹងបញ្ជូនទៅព្រឹទ្ធសភាច្បាប់នេះគឺជាឧបករណ៍ដ៏សំខាន់មិនត្រឹមតែសម្រាប់លើកយកបញ្ហាមកពិភាក្សានោះទេប៉ុន្តែថែមទាំងសម្រាប់កំណត់រកមធ្យោបាយថ្មីៗផ្សេងទៀតដែលយើងអាចយកមកប្រើប្រាស់បានដើម្បីឆ្លើយសំណួររបស់លោកឲ្យត្រង់ទៅត្រង់មកវានឹងត្រូវការសកម្មភាពដោយផ្ទាល់នៅនឹងកន្លែងការចុះទៅធ្វើការជាក់ស្ដែងការបង្កើតក្រុមការងារចម្រុះនិងការសហការជាមួយស្ថាប័នជាច្រើនគ្មានស្ថាប័នណាមួយមានមធ្យោបាយគ្រប់គ្រាន់ទាំងអស់នោះទេដូច្នេះវានឹងត្រូវការការចូលរួមពីក្រសួងការបរទេសក្រសួងយុតិធម៌ក្រសួងការពារជាតិនិងសម្ព័ន្ធមិត្តក្នុងតំបន់របស់យើងដើម្បីប្រយុទ្ធប្រឆាំងទីតាំងឆបោកទាំងនោះខ្ញុំជឿថាប្រសិនបើយើងអាចបង្ក្រាបនិងលុបបំបាត់ទីតាំងឆបោកបាននោះយើងក៏នឹងអាចដោះស្រាយបញ្ហាផ្សេងៗជាច្រើនទៀតបានដែរវានឹងកាត់បន្ថយតម្រូវការដែលជំរុញឲ្យមានការជួញដូរមនុស្សជាការពិតវានឹងមិនអាចដោះស្រាយបញ្ហាជួញដូរមនុស្សបានទាំងស្រុងនោះទេប៉ុន្តែវានឹងកាត់បន្ថយតម្រូវការនោះហើយបន្តមកយើងអាចបន្តធ្វើការលើទស្សនវិជ្ជាវិជ្ជមានផ្សេងៗទៀត Then we can start to work on beneficial aspects from there. Mr. Anderson, we talked about Chinese. លោក Anderson យើងបានពិភាក្សាអំពីការពង្រីកឥទ្ធិពលនិងអកប្បកិរិយាឈ្លានពានរបស់ចិនរួចមកហើយប្រសិនបើលោកត្រូវបានអនុម័តតើលោករំពឹងថានឹងធ្វើការជាមួយថ្នាក់ដឹកនាំកម្ពុជាយ៉ាងដូចម្តេចដើម្បីការពារឯករាជ្យភាពរបស់កម្ពុជានិងធានាថាមូលដ្ឋានទ័ពជើងទឹករៀមនឹងមិនក្លាយជាវេទិកាសម្រាប់ពង្រីកអំណាចយោធារបស់ចិននៅក្នុងតំបន់ Indo-Pacific. Expanding China's military power in the Indo-Pacific. Yes, thank you, Senator. សូមអរគុណលោកសមាជិកប្រសិទ្ធិនេះគឺជាសំណួរដ៏សំខាន់បំផុតមួយបញ្ហានេះអាចត្រូវបានពិចារណាពីស្ទើរតែគ្រប់វិស័យនៃទំនាក់ទំនងជាមួយកម្ពុជាមិនថាជាបញ្ហាទីតាំងឆបោកសកម្មភាពសេដ្ឋកិច្ចកិច្ចសហប្រតិបត្តិការសន្តិសុខឬក៏ភាពជាដៃគូក្នុងតំបន់ដែលពាក់ព័ន្ធទៅនឹងទួនាទីដ៏សំខាន់របស់អាស៊ាននៅក្នុងតំបន់លើសពីនេះវានឹងពឹងផ្អែកទៅលើកិច្ចពិភាក្សាដោយផ្ទាល់ជាមួយរដ្ឋាភិបាលកម្ពុជាប្រសិនបើខ្ញុំត្រូវបានអនុម័តខ្ញុំនឹងត្រូវអង្គុយពិភាក្សាដោយត្រង់ទៅត្រង់មកអំពីស្ថានភាពពិតនៃមូលដ្ឋានទ័ពជើងទឹករៀមហើយប្រសិនបើមូលដ្ឋាននេះពិតជាបើក
ទូលាយដល់ប្រទេសជាមិត្តទាំងអស់ដោយដែលលោកហ៊ុនម៉ាណែតបាននិយាយមែននោះខ្ញុំគិតថាវាគួរតែមានការពិចារណាលើលទ្ធភាពនៃការបង្កើនចំនួនដំណើរទស្សនកិច្ចប្រចាំឆ្នាំរបស់នាវាចម្បាំងអាមេរិកលើកពីនេះដោយតែខ្ញុំបានលើកឡើងពីមុនប្រសិនបើយើងឃើញមានវឌ្ឍនភាពក្នុងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងកម្ពុជានោះមានន័យថាយើងអាចស្វែងរកមធ្យោបាយនិងវិធីសាស្ត្រថ្មីៗបន្ថែមទៀតប្រសិនបើខ្ញុំត្រូវបានអនុម័តខ្ញុំមិនត្រឹមតែរីករាយនៅក្នុងការធ្វើកិច្ចការប៉ុណ្ណោះទេដោយសារតែខ្ញុំធ្លាប់បម្រើការនៅក្នុងស្ថាប័ននេះខ្ញុំនឹងសហការជាមួយនឹងគណៈកម្មាធិការដើម្បីកំណត់ថាតើយើងអាចជំរុញកិច្ចការអ្វីខ្លះទៅមុខបាន to really identify what we can advance. លោកអ្នកនាងជាទីមេត្រីនៅសប្តាហ៍នេះខ្ញុំនឹងលើកឡើងពាក់ព័ន្ធនឹងបញ្ហាចំនួនព្រំដែនកម្ពុជាថៃដោយនៅសប្តាហ៍នេះមានរឿងមួយដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណមតិជាតិនិងអន្តរជាតិគឺថានៅសប្តាហ៍នេះថ្នាក់ដឹកនាំកម្ពុជានិងថៃបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានលើកយកបញ្ហាចំនួនព្រំដែនកម្ពុជាថៃនឹងទៅជជែកជាមួយនឹងថ្នាក់ដឹកនាំចិននៅចំពោះមុខថ្នាក់ដឹកនាំចិនសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានគូបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាចំនួនព្រំដែនដោយសន្តិវិធីផ្អែកតាមច្បាប់អន្តរជាតិនិងតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃដល់ហើយចំពោះនាយករដ្ឋមន្ត្រីថៃលោកអនុទានវិញបានប្រកាសថាថៃមិនបិទទ្វារទេចំពោះវត្តមានរបស់ចិនក្នុងការសម្របសម្រួលបញ្ចប់នៅចំនួនព្រំដែនកម្ពុជានិងថៃនេះថាតើស្ថានភាពនេះកំពុងបង្ហាញថាចិនកំពុងតែដើរតួនាទីសំខាន់នៅក្នុងការបញ្ចប់នៅចំនួនព្រំដែនកម្ពុជាថៃឬហើយថាតើចិនអាចនឹងធ្វើជាអ្នកសម្របសម្រួលដោយធ្វើសកម្មភាពជាក់ស្ដែងណាមួយដើម្បីជួយបញ្ចប់នៅចំនួនព្រំដែនកម្ពុជានិងថៃបានដែរឬក៏យ៉ាងណាឆ្លើយតបនឹងសំណួរទាំងនេះនៅថ្ងៃនេះខ្ញុំមានវាគ្មិនពិសេសដល់ទៅពីររូបទី1គឺលោកបណ្ឌិតញិរដ្ឋាដែលជាអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយនិងទី2គឺលោកបណ្ឌិតស៊ិនសរិនដែលជាអ្នកតាមដាននូវវិភាគនយោបាយថៃនិងជាអតីតអ្នកការទូតកម្ពុជាយើងជួបជាមួយវាគ្មិនពិសេសរបស់យើងទាំងពីររូបដូចតទៅបាទលោកបណ្ឌិតញិរដ្ឋាជំរាបសួរបាទជំរាបសួរលោកបណ្ឌិតស៊ិនសរិនបាទជំរាបសួរបាទសូមអរគុណសម្រាប់ការអញ្ជើញចូលរួមអាចថាជាថ្មីម្ដងទៀតជាមួយនឹងកម្ពុជាថ្មីជាមួយនឹងខ្ញុំបាទតែម្ដងសំណួររបស់ខ្ញុំទៅកាន់លោកបណ្ឌិតស៊ិនសរិនលោកបណ្ឌិតប្រហែលជាបានជ្រាបទិន្នជនរបស់កម្ពុជាថ្មីក៏បានជ្រាបលោកបណ្ឌិតញិរដ្ឋាក៏បានជ្រាបគឺថាសប្តាហ៍នេះមានរឿងគួរចាប់អារម្មណ៍ដូចខ្ញុំបានលើកឡើងគឺថាសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកអនុទិនបានទៅប្រទេសចិនដូចគ្នាយើងនិយាយខ្លីជួបជាមួយនឹងថ្នាក់ដឹកនាំកម្ពុជារបស់ចិនហើយបានលើកយកបញ្ហាចំពោះព្រំដែនកម្ពុជាថៃនឹងទៅពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំរបស់ចិនសម្ដេចធិបតីបានបញ្ជាក់ខ្ញុំសូមលើកឡើងមកទៀតបានបញ្ជាក់ឲ្យថាកម្ពុជាគឺដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃលោកបណ្ឌិតស៊ិនសរិនថាតើនៅពេលដែលថ្នាក់ដឹកនាំកម្ពុជានិងថៃទៅចិនហើយលើកបញ្ហាចំនួនព្រំដែនកម្ពុជានិងថៃនេះទៅពិភាក្សាជាមួយចិនបែបនេះតើវាជារឿងចៃដន្យឬក៏ជាសញ្ញាមួយបង្ហាញថាចិននឹងកាន់តែមានទូនាទីសំខាន់នៅក្នុងការបញ្ចប់ចំនួនព្រំដែនកម្ពុជានិងថៃនេះបាទបាទសូមអរគុណចំពោះសំណួរនេះមានសារៈសំខាន់ដែលគួរជាទីសន្តាប់ពីព្រោះថាក្នុងការដែលមានវត្តមានរបស់សម្ដេចធិបតីហ៊ុនម៉ាណែតលោកអញ្ជើញផ្ដល់នៅទស្សនកិច្ចនៅក្នុងប្រទេសចិនតាមការអញ្ជើញរបស់លោកស៊ីជីនពីងនៅក្នុងវេទិកានៃការធ្វើសន្និសីទបញ្ញាសិប្បនិមិត្តពិភពលោកនៅក្នុងឆ្នាំ2026នេះហើយខាងភាគីថៃក៏គេបានអញ្ជើញឲ្យចូលរួមដែរដូច្នេះជំនួបទាំងពីរនេះវាហាក់ដូចជាមានការគិតទុកមុនឬមួយក៏ជាចៃដន្យបាទនេះជាចំណោទដែលត្រូវចោទសួរខ្ញុំសូមលើកពីចំណុចពាក់ព័ន្ធជាមួយនឹងតួអង្គចិនសិនបាទតួអង្គចិនគឺចិនសម្រាប់ប្រទេសថៃខ្លួនឯងបាននិយាយថាចិនគឺជាមហាមិត្តរបស់ថៃជាមហាមិត្តរបស់ថៃបាទជាបងប្អូនរបស់ថៃជាដើមប៉ុន្តែគេនិយាយច្រើនគេថាគេនឹងជាមហាមិត្តរបស់ចិនបាទសម្រាប់កម្ពុជាយើងគឺជាមិត្តដេកថែបហើយជាចំណុចចុងក្រោយសម្ដេចអគ្គមហាសេនាបតីហ៊ុនសែនលោកមានប្រសាសន៍ជាមួយនឹងចិនចុងក្រោយលោកស៊ីជីនភីងថាចិនគឺជាប្រទេសដែលមានទំនុកចិត្តថាជាមិត្តល្អហ្នឹងគឺពីសំណាក់ប្រជាប្រដ្ឋថៃខ្មែរយើងគឺជាជនខ្មែរយើងគឺមានទំនុកចិត្តទៅលើចិនបាទនេះចំហរៀងខ្លួនដូចនេះដូច្នេះបន្តមកទៀតយើងឃើញថាជំនួបដែលមានការរំពឹងទុកថានឹងមានការចរចាគ្នាដោយចិនជាអ្នកផ្សះផ្សានៅរបបស្នាមដែលមានការប៉ះទង្គិចគ្នាពីលើកក្នុងឆ្នាំ2025នេះវាអាចចូលទៅផ្សះផ្សានៅក្នុងជំនួបនៃវេទិកានៃការធ្វើសន្និសីទបញ្ញាសិប្បនិមិត្តពិភពលោកនៅក្នុងឆ្នាំ2026ដែលមានចិនជាអ្នកផ្ដួចផ្ដើមឡើងនេះឬយ៉ាងណាចំណុចនេះខ្ញុំឃើញខាងថៃគេហាក់ដូចជាមានសម្ដែងអរិយាប័ត្រថាគេនឹង
មិនបិទទ្វារទេក្នុងការសម្របសម្រួលក្តីផ្សះផ្សាក្តីជាមួយនឹងកម្ពុជាយើងតាំងពីដើមទីមកទល់ម៉ោងនេះគឺឥតមានចំណុចណាមួយដែលប្រែប្រួលទេ បាទ គឺយើងគោរពកិច្ចព្រមព្រៀងយើងធ្វើអ្វីឈរនៅលើការទូតនិងដោះស្រាយទៅតាមច្បាប់អន្តរជាតិទាំងអស់អ្វីដែលមានលក្ខណៈជាអន្តរជាតិជាច្បាប់វាជាទម្លាប់នៃស្នាប់ស្នុបពិភពលោកគឺកម្ពុជានៅតែប្រកៀកចុកដដែលអត់មានឃ្លាតចេញពីនឹងទេប៉ុន្តែអេរីយ៉ាបតរបស់ថៃកន្លងមកមានការហក់លោតច្រើនជួនកាលគេថាគេភ្លេចពីរឿងកិច្ចព្រមព្រៀងជាមួយនឹងកម្ពុជាដែលហៅថា declaration នៅកូឡាឡាំពួរហ្នឹងគេថាគេភ្លេចបាត់ហើយបាទហើយក្រោយមកទៀតមកគេថាខ្មែរយើងទេអ្នកមិនព្រមអនុវត្តទៅតាមកិច្ចព្រមព្រៀងឈប់បាញ់អីជាដើមដូច្នេះការនិយាយចុះឡើងដែលគ្មានរបៀបយកជាទីសម្ដាប់បាននេះយើងឃើញថាអេរីយ៉ាបតនេះគឺបង្ហាញដោយលោកអនុทิននាយករដ្ឋមន្ត្រីតែម្ដង បាទ សំណួរដែលថាតើថៃថាមិនបិទទ្វារនេះក្នុងការផ្សះផ្សាជាមួយកម្ពុជានេះខ្ញុំឃើញចំណុចដែលមានគួរទីទុកចិត្តហ្នឹងគឺតិចតួចណាស់សម្រាប់ខ្ញុំហេតុអ្វីពីព្រោះថាតាំងពីរដ្ឋាភិបាលថៃដែលស្ថិតនៅក្រោមគំនាបរបស់កងទ័ពកន្លងមកគឺកងទ័ពជាអ្នកសម្រេចទាំងអស់កិច្ចការអ្វីទាំងអស់ដូច្នេះចំនួនរវាងកងទ័ពជាមួយនឹងរដ្ឋាភិបាលថៃគឺអត់ឈប់ចោលទេមកទល់មកនេះក៏នៅតែមានចំនួនដែរមុនពេលដែលលោកអនុทิនចានវីរគុណចេញដំណើរទៅប៉េកាំងគាត់ជួបជាមួយកងទ័ពសិនបាទទៅនិយាយគ្នាសិន បាទ ហើយនិយាយថាម៉េចខ្ញុំអត់ដឹងហើយក៏គាត់ទៅហើយក្រោយមកទៀតមកយើងឃើញថាអនុทิននិយាយនៅក្នុងវេទិកាជាសាធារណៈថាមិនបិទទ្វារទេអាចផ្សះផ្សាបានជាមួយកម្ពុជាក៏ប៉ុន្តែចំណុចនេះវាកាន់តែជាចំណុចបណ្ដោះអាសន្នមួយបើសិនណាជាជំងឺចាស់របស់ថៃដែលមានចំនួនរវាងកងទ័ពជាមួយនឹងរដ្ឋាភិបាលជាប្រចាំគឺអ្វីទាំងអស់ដែលអនុทิននិយាយត្រូវបានសាបលាបវិញទាំងអស់អត់មានយកជាការបានទេខ្ញុំចង់ជម្រាបជូនថាហេតុអ្វីបានជាកងទ័ពថៃជាមួយរដ្ឋាភិបាលថៃដែលបានពីការបោះឆ្នោតហ្នឹងចេះតែមានចំនួនឆ្លោះប្រកែកគ្នាចំនួននេះជាចំនួនប្រពៃណីរវាងកងទ័ពថៃជាមួយនឹងរដ្ឋាភិបាលថៃដែលបានពីការបោះឆ្នោតព្យាយាមកាត់បន្ថយឥទ្ធិពលរបស់កងទ័ពនៅក្នុងសង្គមថៃតែកងទ័ពថៃមិនដែលពេញចិត្តជាមួយនឹងអ្វីដែលខាងរដ្ឋាភិបាលបានពីការបោះឆ្នោតសម្រេចទេជួនកាលគេអន់ចិត្តពីរឿងការសម្រេចនៅលើថវិកាប្រចាំឆ្នាំដែលត្រូវផ្គត់ផ្គង់ឲ្យកងទ័ពតិចពេកមិនគ្រប់គ្រាន់ជាដើមចំណុចទាំងអស់នេះវាជាជំងឺមួយដែលមិនអាចផ្សះផ្សាបានរវាងកងទ័ពជាមួយនឹងកងទ័ពថៃជាមួយនឹងរដ្ឋាភិបាលថៃ បាទសូមការលំបន្តិចដោយសារកាន់តែយើងឆ្ងាយពីសំណួរអញ្ចឹងសូមទាញមកចូលសំណួរវិញតើលំដាប់បានលើកឡើងជាការពិតហើយយើងមើលឃើញអស់គ្នាថារដ្ឋាភិបាលថៃនិងកងទ័ពថៃហ្នឹងគឺដូចជាមិនត្រូវគ្នានោះទេហើយលំដាប់បានបកស្រាយតែខ្ញុំចង់ងាកមកសំណួររបស់យើងវិញដោយសារតែកម្ពុជាថៃបានលើកបញ្ហានេះទៅជជែកជាមួយបញ្ហាចំពោះបណ្ដាកម្ពុជាថៃហ្នឹងទៅជជែកជាមួយថ្នាក់នាំកំពូលរបស់ចិនតើពេលហ្នឹងអាចបង្ហាញថាចិនមានតួនាទីសំខាន់យ៉ាងម៉េចនៅក្នុងបញ្ហាហ្នឹងបានជាទាំងកម្ពុជានិងថៃលើកទៅជជែកជាមួយចិនបាទនេះខ្ញុំលើកអំបញ្ញវិញវារៀងឆ្ងាយពីប្រធានបទបន្តិចដោយសារចង់និយាយពីជំងឺមួយដែលបានត្រូវចូលទៅដោះស្រាយគ្នាដូច្នេះយើងឃើញថាចិនបានចាត់ទុកថាអាស៊ានដែលមានកម្ពុជានិងថៃដែលជាភាគីចំនួនហ្នឹងចាត់ទុកដូចជាភូមិមួយនៅក្រៅប្រទេសរបស់ខ្លួនបាទភូមិមួយនៅក្រៅប្រទេសរបស់ខ្លួនបាទយើងឃើញស្រាប់ហើយនៅក្នុងសហរដ្ឋអាមេរិកក៏គេមានចំណុចខ្លះដែលផាកផាកជាមួយនឹងកម្ពុជាយើងជាមួយនឹងចិនអញ្ចឹងដែរបាទហើយគេមិនដែលឲ្យរសាត់ឆ្ងាយពីដៃរបស់គេទេដូច្នេះចិនមិនចង់ឲ្យកម្ពុជាមានចំនួនជាមួយថៃមិនចង់ឲ្យថៃមានចំនួនជាមួយកម្ពុជាដោយសារពីរឿងផលប្រយោជន៍ដែលមានជាមួយប្រទេសទាំងពីរហ្នឹងអញ្ចឹងកម្ពុជាក៏មានផលប្រយោជន៍សម្រាប់ចិនថៃក៏មានផលប្រយោជន៍សម្រាប់ចិនបើប្រសិនណាជាការឆ្លោះប្រកែកគ្នាអូបន្លាយទៅយើងឃើញថាការបាត់បង់ផលប្រយោជន៍ផ្សេងរវាងប្រទេសទាំងពីរជាមួយចិនវាតែងតែបាត់បង់ផលប្រយោជន៍ហើយមានសារៈសំខាន់ដោយឡែកពីគ្នាដូច្នេះបើប្រសិនណាជាចិនប្រឹងប្រែងជំរុញឲ្យមែនទែននៅក្នុងការផ្សះផ្សានេះគឺចិនអាចធ្វើបានចិនអាចធ្វើឲ្យប្រទេសទាំងពីរហ្នឹងងាកមុខរកគ្នានិយាយចរចាគ្នាបានក៏ប៉ុន្តែអ្វីដែលចិនប្រឹងប្រែងខ្លាំងជាងគេគឺមិនមែនកម្ពុជាទេគឺថៃដែលនិយាយបាត់ដៃក្នុងដៃច្រើនបាទអញ្ចឹងហើយបាននៅក្នុងពេលដែលគេឃើញនៅក្នុងជំនួបថតរូបមុនពេលដែលបើកវេទិកានៃការធ្វើសន្និសីទបញ្ញាសិប្បនិមិត្តពិភពលោកនៅក្នុងទីក្រុងសៀងហៃហ្នឹងពេលចូលថតរូបដើម្បីបើកវេទិកាហ្នឹងពេលហ្នឹងយើងឃើញថាអ្នកការទូតរបស់ខាងចិនរៀបចំឲ្យអនុทิនឆានវីរគុណឈរចិត្តលោកស៊ីជីនពីងឈរចិត្តពីជីនពីងបានន័យថាអ្នកដែលត្រូវប្រុងប្រយ័ត្នគឺម្នាក់ហ្នឹងហើយបាទអ្នកហ្នឹងហើយគឺអត់សូវស្រួលបានទេប៉ុន្តែកម្ពុជាយើងឃើញថាមេដឹកនាំកម្ពុជាឈរទៅតាមលំដាប់នេះធម្មតាបាទអាចឆ្ងាយពីលោកស៊ីជីនពីងតិចប៉ុន្តែកុំយល់ច្រឡំថាឈរចិត្តស៊ីជីនពីងហ្នឹងវាជាផលប្រយោជន៍មួយដែលថៃកំពុងតែបំពងថាគេទុកចិត្តគេស្រឡាញ់ណាស់គេលើកតម្កើងណាស់បានយកទៅចិត្ត
ហ្នឹងហើយអ្នកនិយាយអញ្ចឹងបានក៏ប៉ុន្តែក្នុងវិស័យការទូតបើកាលណាគេយកទៅគៀកបានន័យថាជាការប្រុងប្រយ័ត្នមួយដែលគេនឹងត្រូវទាញឲ្យបត់បែនស្អីមួយទៅតាមគេហើយអញ្ចឹងលោកអនុทิនចាន់វីរគុណឃើញថាមានទឹកមុខរីករាយឈរទៅចិត្តលោកស៊ីជីនពីងអញ្ចឹងក្នុងចំណុចនេះបើប្រសិនណាជាថៃមិនប្រែប្រួលទេគ្មានការដោះដូរទេគ្មានយកចំនួនជាមួយកងទ័ពមកគិតគូរទេបានន័យថាថៃនិងចិនអាចនិយាយគ្នាហើយអាចស្ថាបសារជាមួយនឹងកម្ពុជាបានក្នុងចំណុចដែលកម្ពុជាយើងចង់បានគឺការចង់បាននៅព្រំដែនសន្តិភាពព្រំដែនអភិវឌ្ឍការរស់នៅក្នុងសុខដុមរមនារវាងព្រំដែនប្រទេសនិងប្រទេសហើយជាពិសេសទៅទៀតនោះគឺកម្ពុជាយើងតែងតែនិយាយថាយើងចង់បានតែសន្តិភាពទេយើងអត់ត្រូវការសង្គ្រាមទេបាទទល់មកនេះក៏ដោយទោះបីយើងរងគ្រោះពីការបំពេញពីថៃមកក៏ដោយចុះកម្ពុជានៅតែរក្សាជំហរដើមដដែលការរក្សាជំហរដើមដដែលការចង់បានសន្តិភាពការមិនដើរឆ្ងាយពីច្បាប់អន្តរជាតិទាំងអស់នេះគឺជាទំនុកចិត្តមួយមិនថាសម្រាប់តែលោកស៊ីជីនពីងទេមេដឹកនាំពិភពលោកទាំងអស់គឺគេមានភាពបង្ហាញនៅភាពកក់ក្ដៅមកលើកម្ពុជាដែលបង្ហាញភាពស្មោះត្រង់ពីជំហររបស់ខ្លួននៅលើវិទ្យាការអន្តរជាតិជានិច្ចបាទ បាទសូមអរគុណលោកដិតសឹងសរុប